Well, first of all, I want to congratulate Arkadak. ជាដំបូងសូមអបអរសាទរទៅកាន់ក្រុមអាកាដាដែលទទួលបានជ័យឯកគឺការគួរតែស្របគឺមានតែក្រុមទេដែលទទួលជ័យជំនះហើយអបអរសាទរទៅកាន់ពួកគេសម្រាប់ការប្រកួតថ្ងៃនេះគឺយើងលេងបានល្អជាពិសេសគឺទៅតាមផែនការទៅតាមការរៀបចំលេងរបស់យើងហើយយើងក៏បានដែរក្រុមអាកាដាគឺជាក្រុមដែលវិបកខ្លាំងហើយសម្រាប់នៅក្នុងការប្រកួតហ្នឹងគឺយើងបានគ្រប់គ្រងបានថាយើងដូចនិយាយទៅយើងគ្រប់គ្រងនៃការប្រកួតនឹងសង្កេតទាំងស្រុងជាពិសេស30នាទីមុនដំបូងនៅពេលដែលក្រុមអាកាដាគាត់ចូលមកគ្រាប់គឺរឿងតែពិបាកសម្រាប់ខាងយើងតែចុងក្រោយយើងអាចតាមស្មើនៅក្នុងការថែមឡង15នាទីពីរដងយើងឃើញគឺយើងពីច្រើនគឺយើងប្រយុទ្ធទៅខាងអាកាដាហើយយើងក៏បានបង្កើតការចំនួនយើងគាត់បានទទួលទីការចំនួនទៀតដែលយើងគួរតែបញ្ចប់ទីហើយចុងក្រោយគឺសម្បត្តិនៃការវិវត្តគាត់និយាយនៅទីនេះជាចំណុចគឺកីឡាបាល់ទាត់គឺជាកីឡាដែលគាត់ចូលទីចុងក្រោយគឺគេគាត់ចូលទីពីគាត់យើងគាត់ចូលទីតែគាត់អញ្ចឹងយើងអាចឈ្នះការប្រកួតនេះបាន This is football. This is the sport that we love, and we are a proactive team. សម្រាប់យើងគឺជាកីឡាវាជាកីឡាបាល់ទាត់ហើយវាជាប្រភេទកីឡាមួយដែលយើងសម្រាប់យើងចូលចិត្តលេងបំផុតហើយយើងបានព្យាយាមបានន័យថារបៀបលេងរបស់យើងគឺបានព្យាយាមលេងប្រយុទ្ធតាមរយៈការរក្សាបាល់ដើម្បីស្វែងរក space ស្វែងរកការក្នុងការចំទីហើយនេះគឺជារបៀបលេងដែលគាត់ជ្រើសរើសដែលគាត់យល់ឃើញថានឹងអាចយកឈ្នះការប្រកួតបានហើយជាចុងក្រោយជាក់ស្ដែងគឺវាជាថ្ងៃមួយដែលបានតែអសោកសៅសម្រាប់គ្រប់គ្រងកីឡាករក្រុមរបស់យើងគឺវាពិតជាសោកសៅសម្រាប់ប្រជាជនកម្ពុជាទាំងអស់ប៉ុន្តែជាចុងក្រោយគឺយើងពិតជាមានមោទនភាពសម្រាប់កីឡាកររបស់យើងនៅថ្ងៃនេះដែលគាត់ធ្វើបានល្អហើយពួកយើងបានធ្វើអ្វីគ្រប់បែបយ៉ាងហើយក្នុងការប្រកួតមួយនេះអញ្ចឹងដែលយើងទទួលបានមេដាយប្រាក់គឺមិនងាយស្រួលទេដែលមានក្រុមជាច្រើន18ក្រុមមាន12ក្រុមលេងតែផ្ទាល់មួយក្រុមទទួលបានជ័យជំនះអញ្ចឹងមេដាយប្រាក់មួយនេះយើងនឹងចងចាំបន្ទាប់ពីប្រហែលឆ្នាំខាងមុខយើងនឹងចងចាំនៅថ្ងៃនេះ We played a very good game, but at the end, as I said, this is football. This is a sport, and we leave the stadium and the competition with a head up. Well, you see how many times. គេចឹងយើងអត់បានដឹងយើងឃើញទាំងអស់គ្នាអត់ដឹងថាកីឡាករអាកាដានៅលើទីលាននេះគាត់ទទួលប្រមាណដងយើងអត់និយាយបានថានោះវាជាការដែលថានិយាយនេះសម្រាប់គឺស៊ីមកប៉ុន្តែគឺពួកគាត់ធ្វើរបៀបនេះដើម្បីពួកគាត់សម្រាប់ដើម្បីយកទៅមកកីឡាមកវិញពួកគាត់សម្រាប់ហើយសម្រាប់ខាងយើងហត់យើងអស់កម្លាំងគឺទទួលស្គាល់ប៉ុន្តែគឺដោយសារតែយើងព្យាយាមប្រយុទ្ធទៅខាងគេហើយខាងគេគាត់តែការពារ2ជួរការពារខាងក្រុម5ការពារជួរកណ្ដាល4នាក់ទុកលើម្នាក់ដើម្បីគាត់ទៅវិញបកប៉ុន្តែទោះបីជាគាត់ធ្វើរបៀបហ្នឹងហើយនៅក្នុងអាការផ្លាស់ប្ដូរខាងរបស់យើងការរបៀបប្រយុទ្ធរបស់យើងហ្នឹងក៏ធ្វើឲ្យខាងអាកាដាហ្នឹងហត់មួយដែរអញ្ចឹងបានមូលហេតុដែលយើងនិយាយថ្ងៃនេះដែលមានមោទនភាពសម្រាប់កីឡាកររបស់យើងគឺពួកគាត់ធ្វើបានល្អហើយចុងក្រោយគឺយើងព្យាយាមសម្របខ្លាំងទៅកីឡាកររបស់យើងយើងហត់នឿយនេះហើយជាចុងក្រោយគឺក្នុងនាមគាត់ជាគ្រូបង្វឹកចាត់ការប្រកួតនេះគាត់ជាអ្នកដាក់កីឡាករលេងអញ្ចឹងសម្រាប់ការប្រកួតដែលចាញ់គឺគ្រូបង្វឹកជាអ្នកទទួលខុសត្រូវ Well, I think that I said to the players today that we start this tournament with a good level, but we finish this tournament. សម្រាប់ការបញ្ចប់នៃពេលប្រកួតនេះគឺយើងបានចាប់ផ្ដើមនៅការប្រកួតជាមួយនឹងកម្រិតមួយដែលខ្ពស់ហើយមកដល់ចុងបញ្ចប់នៃពេលរង្វាន់គឺយើងបានដឹងថាយើងស្ថិតនៅក្នុងកម្រិតមួយទៀតដែលខ្ពស់ជាងដែលយើងចាប់ផ្ដើមដំបូងហើយសម្រាប់នៅក្នុងអ្វីដែលយើងទទួលបានគឺកីឡាករគឺមានការរីកចម្រើន
គោលបំណងនៃការរីកចម្រើនក្រុមការងារនៃការរីកចម្រើនអញ្ចឹងវាជាក់ស្ដែងថ្ងៃនេះយើងអត់ទទួលបានជ័យជំនះយើងមានភាពសោកសៅប៉ុន្តែប្រកបណាស់គឺយើងប្រសើរជាងការពីម្សិលមិញ So today we are better players, better coaches, and a better team than yesterday for sure. Yeah, like always, say thank you to them, to the Blue Swords that came from Zwarajek. ជាចុងក្រោយគឺដោយរំដងចឹងគឺយើងតែងតែអរគុណខ្លាំងមែនទែនចំពោះអ្នកគ្រប់គ្រងជាពិសេសគឺអ្នកគ្រប់គ្រងផ្លូវការរបស់យើង Blue Swords ដែលតាំងពីចាប់ផ្ដើមដំបូងគឺមានសម្លេងខ្លាំងមែនទែននៅក្នុងកីឡាដ្ឋានមួយនេះហើយគាត់បានធ្វើការនៅច្រើនកីឡាដ្ឋានហើយច្បាស់ណាស់នៅក្នុងកីឡាដ្ឋានមួយនេះគឺមនុស្សច្រើនហើយនឹងបានន័យថាអស្ចារ្យមែនទែនបរិយាកាសនៅក្នុងទីលានគឺមានភាពស្ងប់ស្ងាត់មែនទែនចំពោះអ្នកគ្រប់គ្រងហើយមិនត្រឹមតែអ្នកគ្រប់គ្រងរបស់យើង Blue Swords ទេគឺអ្នកគ្រប់គ្រងទាំងអស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាអ្នកគ្រប់គ្រងតាមក្រៅប្រទេសពីប្រទេសអេស្ប៉ាញដែលតំបន់ដែលគាត់រស់នៅក្នុងការប្រកួតថ្ងៃនេះ To our fans, also to the fans of the football here in Cambodia, and also to the people that watch this game from around the world, also from Spain, also from Catalonia,